มันตายปนเนาะពិធីបុណ្យអុំទូកគឺមានប្រជាជនពលរដ្ឋខ្មែររបស់យើងចូលរួមជាច្រើនរាប់ម៉ឺននាក់ហើយក៏មានបណ្ដាអាជីវករនិងបណ្ដាក្រុមហ៊ុនដែលគាត់បានចូលជាជួរស្តង់ដើម្បីលក់អីវ៉ាន់ចែកជូនដល់ពុកម៉ែបងប្អូនដែលគាត់បានចូលមកនៅក្នុងថ្ងៃបុណ្យអុំទូកនេះតែម្ដងចាឥឡូវនេះដើម្បីចង់ដឹងថាលោកពូដែលគាត់ជាអ្នកលក់ផលិតផលរបស់ធុកមូស Pagoda តើគាត់លក់ដាច់ឬមិនដាច់នោះឥឡូវសូមអញ្ជើញធ្វើបទសម្ភាសន៍ជាមួយនឹងខ្ញុំចាជំរាបសួរលោកពូចាលោកពូមានឈ្មោះអ្វីដែរខ្ញុំឈ្មោះវ៉ាយិនគ្រីអូចាហើយនៅក្នុងថ្ងៃនេះគឺជាថ្ងៃទី1នៃពិធីបុណ្យអុំទូកមិនថាអញ្ចឹងលោកពូចាហើយដូចថាលក់មានដូចថាមានអតិថិជនចូលច្រើនទេលោកពូច្រើនតាំងពីព្រឹកតាំងពីម៉ោង7មកមានអតិថិជនចូលទិញច្រើនអូចាប៉ិតមែនហើយគឺថាផលិតផលធុកមូសនឹងគឺថាមិនថារូបនាងខ្ញុំឬក៏ពុកម៉ែបងប្អូនគឺគាត់ចូលចិត្តប្រើមិនថាអញ្ចឹងលោកពូចាហើយលោកពូមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរនៅក្នុងថ្ងៃបុណ្យអុំទូកនៅថ្ងៃទី1នេះចំណាប់អារម្មណ៍របស់ខ្ញុំចំណុចទី1គឺខ្ញុំសូមអរគុណដល់ស្ថានីយ៍ទូរទស្សន៍តតកដែលបានមកសម្ភាសដល់កន្លែងបុណ្យអុំទូកបណ្ដែតប្រទីបអមបុកសំនឹងសំពះព្រះខែហើយក្រុមហ៊ុនទូមូ Pagoda បានដាក់តាំងលក់ផលិតផលមានទូមូពណ៌ក្រហមទូមូពណ៌ស្វាយដែលបានទទួលការពេញនិយមពីអតិថិជនដ៏លើសលប់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នចាអញ្ចឹងនាងខ្ញុំក៏មិនដូចថាហ៊ានរំខានលោកពូយូរដែរឃើញថាអតិថិជនចូលច្រើនមែនតើមិនថាអញ្ចឹងហ៎ចាអញ្ចឹងនាងខ្ញុំសូមអរគុណលោកពូជាច្រើនចាហើយក៏សូមអរគុណដល់ផលិតផលរបស់លោកពូដែលបានជូនចំពោះរូបនាងខ្ញុំផ្ទាល់តែម្ដងអរគុណចាអរគុណចាគឺថាពិធីបុណ្យអុំទូកបណ្ដែតប្រទីបបងសំពះព្រះខែរបស់ខ្មែរយើងគឺមានតាំងពីសម័យបុរាណយូរមកហើយចាហើយគឺយើងគិតទៅតាមឯកសារប្រវត្តិវិទូរបស់បរទេសគឺមានតាមចានៅចារឹកសិលានៃប្រាសាទអង្គរផងចានេះខ្ញុំសូមបញ្ជាក់ផងដែរថាពិធីបុណ្យអុំទូកនេះគឺមានការបកស្រាយប្លែកនិងទីកន្លែងពិធីធ្វើក៏ខុសប្លែកពីគ្នាដែរចាដោយនៅក្នុងសៀវភៅជ័យវរ្ម័នទី7ដែលមាននៅក្នុងវិទ្យាស្ថានពុទ្ធសាសបណ្ឌិតពីដើមបានចែងថាពិធីបុណ្យអុំទូកនេះមានតាំងពីសម័យអង្គរមកម្លេះដោយមានរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មាទុកជាភស្តុតាងស្រាប់ថាសម័យអង្គរគ្រិស្តសករាជសតវត្សទី12ប្រទេសកម្ពុជាយើងមានសេចក្តីសុខសេមសានរុងរឿងណាស់ដោយព្រះបាទអង្គជ័យវរ្ម័នទី7ព្រះអង្គបានចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបពួកចាមដោយកងទ័ពទូកច្បាំងរំដោះក្រុងកម្ពុជាឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវនៅគ្រិស្តសករាជ1177ដល់គ្រិស្តសករាជ1181ចាស់ឲ្យក្នុងចំណោមនោះឃើញមានកងទ័ពទូកច្រើនណាស់ហើយមានព្រះឆាយាល័ក្ខណ៍ព្រះបាទជ័យវរ្ម័នទី7ប្រតាប់ឈរនៅលើព្រះទីនាំងចម្បាំងទ្រង់ធ្នូនិងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយចាដូច្នេះហើយទើបយើងអាចសន្និដ្ឋានបានថាពិធីបុណ្យអុំទូកគឺមានតាំងពីសម័យអង្គរមកម្លេះចាឥឡូវទៀតនេះដើម្បីបង្វែរអារម្មណ៍ទូទស្សនិកជនវិញម្ដងនាងខ្ញុំវេររតនាសូមឲ្យទស្សនិកជនទាំងអស់ទស្សនានៅឈុតខ្លះៗនៅក្នុងពិធីបុណ្យអុំទូកមួយផ្លែសិនសូមអញ្ជើញ
ចាជាការបណ្ណាពិធីបន់អមទូករបស់តែកម្ពុជារបស់យើងគឺថាមានប្រជាជនចូលរួមជាច្រើនចាឥឡូវនេះដើម្បីបង្ហាញអារម្មណ៍ទស្សនិកជននោះគឺយើងជួបជាមួយនឹងបងស្រីគឺគាត់ជាម្ចាស់ទឹកសេអ៊ីវភ្នំនិងទឹកម្ទេសភ្នំចាជំរាបសួរបងចាជំរាបសួរអ្នកបងជំរាបសួរបងប្អូនទាំងអស់ចាបងមានឈ្មោះអ្វីណាចានេះខ្ញុំមានឈ្មោះថាវីអូថាវីអញ្ចឹងហ៎ហើយនៅក្នុងថ្ងៃនេះដែរគឺថាមុខរបរទទួលទានរបស់បងចាំមិនដែរចាមានដូចថាទទួលបានផលកម្រៃច្រើនណាក្នុងថ្ងៃដំបូងនេះថាមានប្រជាជនមកពីតាមជនបទច្រើនដើម្បីមកទស្សនាហើយនឹងមកទិញផលិតផលនៅក្នុងទីក្រុងភ្នំពេញយើងដើម្បីយកទៅផ្ទះរៀងៗខ្លួនចាហើយដូចថាទឹកស៊ីអ៊ីវរបស់បងនៅក្នុងថ្ងៃពិធីបន់អមទូកនេះផ្ទាល់តែម្ដងដូចថាលក់បញ្ចុះតម្លៃឬមួយក៏លក់តម្លៃទូទៅគឺខ្ញុំលក់បញ្ចុះតម្លៃយ៉ាងថោកបងបញ្ចុះតម្លៃហើយគឺខ្ញុំមានការ free ថែមជូនជាដូចថាផលិតផលផ្សេងៗថែមទៀតចាចាំបានថាបើសិនជាយើងទិញមួយត្រូវ free ជូនមួយទៀតទេទិញមួយជូនមួយហើយ free ជូនជាផលិតផលផ្សេងៗឬនឹងសម្ភារៈសម្រាប់ប្រើនៅទឹកណាហើយដូចខ្ញុំទិញអញ្ចឹង free ឲ្យហ៎ free ចាឃើញថាហាងរបស់បងឃើញអតិថិជនចូលច្រើនមែនតើហើយដូចថានៅក្នុងថ្ងៃនេះគឺជាថ្ងៃទី1នៃពិធីបន់អមទូករបស់យើងចាដូចថាបងស្រីមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរនៅក្នុងពិធីបន់របស់យើងចាគឺនេះខ្ញុំមានចំណាប់អារម្មណ៍ថាគឺនេះខ្ញុំសប្បាយចិត្តណាស់បានដែលនាំផលិតផលរបស់នាងខ្ញុំនឹងនៅក្រុមហ៊ុននាងខ្ញុំនឹងបានយកមកតាំងពិព័រណ៍លក់នៅថ្ងៃពិធីបន់អមទូកដើម្បីឲ្យបងប្អូនយើងបានស្គាល់ច្រើនហើយនឹងបានប្រើប្រាស់នៅផលិតផលល្អដែលមានគុណភាពខ្ពស់រសជាតិឈ្ងុយឆ្ងាញ់សម្រាប់ចុងភៅទូទៅគឺសូមអញ្ជើញមកជាវនៅផលិតផលភ្នំមានទឹកស្អ៊ីវប្រេងខ្យងនិងទឹកខ្មេះអូដូចថារូហ្មងណាចាប៉ុន្មានហើយបើសិនជាទស្សនិកជនទាំងអស់គ្នាត្រូវការកុំភ្លេចគឺផលិតផលទឹកស្អ៊ីវភ្នំមាចាភ្នំមាចាហ្នឹងគឺប្រេងខ្យងដែលឈ្ងុយឆ្ងាញ់ចាអញ្ចឹងនេះខ្ញុំក៏មិនរំខានបងស្រីយូរដែរឃើញថាមានអតិថិជនច្រើនចោលហ៊ានរំខានទេសូមអរគុណបងស្រីច្រើនចាចាបើតាមឯកសារលបែងប្រណាំងទូករបស់ក្រុមប្រជុំទំនៀមទម្លាប់លេខ19004បានសរសេរថានៅសម័យលង្វែកក្នុងរជ្ជកាលព្រះអង្គច័ន្ទទី1នៃគ្រិស្តសករាជ1528ទ្រង់បានតែងតាំងពញាតាតងារជាសិទ្ធិភូមាជាស្ដេចក្រាញ់នៅកម្ពុជាក្រោមក្នុងស្រុកបាសាក់ចាស់នៅពេលនោះពញាតាតដែលជាស្ដេចក្រាញ់នៅកម្ពុជាក្រោមបានចាត់របៀបរៀបចំការពារស្រុកផ្នែកជើងទឹកចេញជា3ក្រុមហើយក្រុមទី1ហៅថាទ័ពស្រួចប្រើទូកចែកជា2ជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងសពថ្ងៃយើងនេះចាហើយក្រុមទី2ហៅថាទ័ពជំនួយហាត់ច្បាំងនិងប្រើទូកដូចក្រុមទី1ដែរហើយក្រុមទី3នោះហៅថាទូកបាសាក់ប្រើទូកមានក្តោងហៅទូកប៉បចាយសម្រាប់ដឹកស្បៀងអាហារឲ្យទ័ពឯរបៀបវឹកហាត់គឺស្រេចទៅលើមន្ត្រី4ទិសឬចតុស្ដម្ភដែលស្ថិតនៅក្រមអវាទស្ដេចក្រាញ់ហើយកំណត់យកថ្ងៃពេញបរមីខែកដឹកឲ្យមន្ត្រីទាំង4ទិសកេណ្ឌទាហានជើងទឹកឲ្យមកធ្វើការសមយុទ្ធចំនួន1ថ្ងៃ1យប់ជារៀងរាល់ឆ្នាំនៅត្រង់ទន្លេពាងកន្ធៅក្នុងខេត្តឃ្លាំងព្រោះទីនោះគឺជាទីប្រជុំទឹកគ្រប់ខេត្តទៅមកបានយ៉ាងស្រួលចាដូច្នេះហើយពិធីវឹកហាត់សមយុទ្ធនេះក៏មានជាប់ជាប្រពៃណីហើយបានក្លាយជាពិធីបន់អមទូកនេះផ្ទាល់តែម្ដងចាគឺដើម្បីរំលឹកគុណដល់ទាហានជើងទឹកដែលខំលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីការពារទឹកដីចាឥឡូវនេះដើម្បីបង្វែរអារម្មណ៍ទស្សនិកជនវិញម្ដងនោះចាសូមទស្សនានៃរូបភាពទាំងមូលនៃពិធីបន់អមទូកបន្ទាប់ពីនេះខ្ញុំធ្វើការអធិប្បាយបន្តទៀតចាសូមអញ្ជើញ